លះបង់តំណែងនឹងទៅដើម្បីជីវិតគ្រួសារលោកបើអត់ទេខ្ញុំផ្ដាំតាហេងសុយរត់តែចដៅឡើងក៏អត់បានដែរចៅលោកណាបងមេលីបានជម្រាបសួរពីចម្ងាយលោកវេជ្ជបណ្ឌិតជាមនុស្សគំរូល្អម្នាក់ទទួលនៅការគោរពបំផុតពីពលរដ្ឋខ្មែរត្រឹមត្រូវបងសម្រាប់ខ្ញុំលើកដៃពីចម្ងាយខ្ញុំគោរពគាត់ជារៀមច្បងដែលមាន high education មានមនសិការដើម្បីជាតិគាត់ហ៊ានលះបង់គាត់តស៊ូដើម្បីគ្រួសារផងដើម្បីសង្គមខ្មែរផងចឹងពួកអស់លោកទៅប្រហើនមើងងាយគាត់ពួកលោកឯងនេះពីលសុតខ្ញុំហ៊ានថាចឹងផ្ដាំទៅអាអ្នកផ្ញើព័ត៌មានទៅឲ្យកូនយួននៅស្រុកខ្មែរដែលវាយប្រហារគាត់ពួកអ្នកឯងពីលឲ្យគំរក់ជាទីបំផុតអ្នកឯងវាយតម្លៃមនុស្សល្អខ្មែរដែលគេគោរពទូទាំងប្រទេសញូហ្សេឡង់អ្នកឯងយកគាត់ទៅវាយប្រហារបែបហ្នឹងពួកអ្នកឯងដែលអន់ពួកអ្នកឯងសិតតអ្នកដែលមិនមានសមត្ថភាពដូចគាត់អញ្ចឹងមកបោះឆ្នោតចាញ់គាត់មិនបានធ្វើប្រធានសមាគមមកក្តៅក្រហាយជាមួយគាត់បើគ្រាន់បើចេញមុខដូចខ្ញុំអញ្ចឹងចេញវាយមកអ្នកឯងមានអ្នកស្រីមួយនៅវ៉ាឡិនតិនដែរតើឲ្យអ្នកស្រីនឹងចេញវាយឲ្យត្រង់មិនបាច់ផ្ញើអន់ណាព្រោះឲ្យគេនៅស្រុកខ្មែរវាយអន់ណាអន់ជាទីបំផុតអត់ហ៊ានចេញមុខផងអញ្ចឹងតម្លៃរបស់ CPP បានតែប៉ុណ្្នឹងឯងបានតែមានការអីឡើងផ្ញើសារទៅឲ្យគេវាយអញ្ចឹងបើគ្រាន់បើចេញមុខដូចខ្ញុំដាក់មកចំមុខអញ្ចឹងមកបើចង់ឌីលដុកទ័រហុកចេញមុខខ្លួនឯងមកកុំធ្វើកដោរួញក្បាលដោយលោកហ៊ុនសែននៅពេលដែលថៃវាយកុំធ្វើអញ្ចឹងចេញមុខមកដាក់ឲ្យចំខ្លែមានអ្នកស្រីមួយនៅវ៉ាឡិនតិនហ្នឹងអ្នកចេញមុខដែរតើអីវាយគណៈបកប្រឆាំងមិនគ្រាន់បើចេញមុខវាយដុកទ័រហុកឆ្លងតាមអ្នកស្រីហ្នឹងទៅណាបើគ្រាន់បើតែឯងក៏កំសាកម្លេះកំសាពេកហើយផ្ញើទៅស្រុកខ្មែរនោះអន់ណាណាផ្ញើមកជុលមុខជាមួយសាវរាស៊ីមកតាមការពិតរឿងនេះខ្ញុំមិនត្រូវនិយាយផងក៏ប៉ុន្តែខ្ញុំត្រូវតែនិយាយដោយសារខ្ញុំគោរពដុកទ័រហុកគាត់មានមនសិការដើម្បីជាតិខ្ញុំឃើញអំពើអយុត្តិធម៌ខ្ញុំត្រូវតែនិយាយល្មមឈប់ហើយឈប់ធ្វើអំពើកំសាកអញ្ចឹងហើយតម្លៃ CPP សិតតអួតតែខ្លួនឯងនឹងស្អីអច្ឆរិយៈមែនទេអច្ឆរិយៈកំសាកចង់និយាយនឹងបោះព័ត៌មានទៅស្រុកខ្មែរអន់ម៉េចខ្ញុំឃើញហើយចង់វាយសាវរាស៊ីលើកមុននោះក៏អញ្ចឹងដែរបោះព័ត៌មានតឲ្យអាកូនយួនផែងវណ្ណៈនោះណាសមត្ថភាពស្អីផែងវណ្ណៈកូនយួនគ្មានអង្គើសាវរាស៊ីទេឥឡូវមិនវាយសាវរាស៊ីទេវាយដុកទ័រហុកដែលជាមនុស្សស្អាតស្អំហើយថ្លៃថ្នូរជាទីបំផុតពួកអ្នកឯងបើប្រៀបជាមួយគាត់នឹងបានកញ្ចក់ជើងគាត់ផងខ្ញុំហ៊ានថាបែបហ្នឹងហើយបើអ្នកឯងថ្លៃថ្នូរមែនណាវាយចេញមុខមកអ្នកឯងមានអ្នកព័ត៌មានមួយនៅវ៉ាឡិនតិនដែរតាឲ្យអ្នកព័ត៌មានស្រីនឹងចេញមកវាយមកអន់ណាអាខ្មាក់ឆ្កែយួនសួស្ដីលោករ៉ាស៊ីស្នេហាជាតិអរគុណឈ្មោះបរោះមែនតើមកអាខ្មាក់ឆ្កែយួនបងនារីជម្រាបសួរពីចម្ងាយបងអន់មែនតើពួកអ្នកឯងអន់ណាខ្ញុំហ៊ានហៅថាអន់អញ្ចឹងមកចង់ចូលវត្តចូលទៅហ៊ុនម៉ាណែតមកគឹមសន្តិភាពមកចូលទៅមានអ្នកណាគេគាត់កាន់ក្បាលមីក្រូតែហុចក្បាលមីក្រូឲ្យប្រជាជនគេសួរផងពួកអ្នកឯងខ្លាចឲ្យតែឃើញប្រជាជនកាន់ក្បាលមីក្រូពួកអ្នកឯងនឹងចង់រត់ចោលវត្តបាត់ទៅហើយវាអញ្ចឹងអីខ្ញុំទៅវ៉ាឡិនតិនខ្ញុំកាន់ក្បាលមីក្រូខ្ញុំស្រែកឲ្យប្រជាជនសួរខ្ញុំថែមទៀតយល់ទេគេក្លាហានអញ្ចឹងមិនកំសាកទេធ្វើនយោបាយកំសាកបែបហ្នឹងបានការអីវឿនហេង Yes Hun Sen is a killer អីចេះ massacre his owner people who have been different political view with him ហ៊ុនសែនគាត់ជាអ្នកសម្លាប់មនុស្សត្រឹមត្រូវហើយតែសម្លាប់គេប្រយ័ត្នតែដល់ពេលគេធ្វើវិញប្រជាជនខ្មែរមិនទាន់ដល់កទេវឿនហេងតដល់កកូនក្នុងរឿងក៏អត់ទុកឯណា
ខ្ញុំឃើញចូលមកចិត្ត9ណាមេឆ្លប់គាត់ក៏ចេញមកអីអញ្ចឹងទៅគាត់ទៅនៅភូមិឃុំឲ្យគាត់ហើយបាយជាមួយប្តីប្រពន្ធមានកូន2 3ខ្ញុំចាំមកឲ្យគ្រាប់បែកមួយកដាលចានបឹងងាប់ទាំងអស់នឹងការសោកសឹកអាខ្មែរតដល់កអញ្ចឹងជុំពិសិដ្ឋបាទជ្រាបសួរអញ្ចឹងកុំបន្តទៀតស៊ីឡាប់ជ្រាបសួរពីចង្អាយបងស្រីនឹកគ្នាមែនតើសង្ឃឹមថាបានជួបស៊ីឡាប់ឯក្នុងពេលឆាប់ណាតស៊ូឡើងខ្មែរកុំយកខ្មែរណាជាសត្រូវមួយចំនួនដែលថៃចូលវាយខ្មែរនៅប្រទេសខ្មែរនៅខាងក្រៅទាំង CPP ទាំងគណៈបកសង្គ្រោះជាតិអ្នកប្រជាធិបតេយ្យចូលរួមទាំងអស់គ្នាដើម្បីប្រឆាំងថៃតែទីបំផុតលោកហ៊ុនម៉ាណែតបានបង្រួមខ្មែរដែរបានម្នាក់នៅអត់ទេងើបមួយចាប់មួយសូម្បីតែគេនិយាយពីរឿងស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ាក់នេះអ៊ីរ៉ង់នេះក៏ចាប់គេដែរស្អីគេអាហ្នឹងណាខ្លាចសមោលតាំងពីប្រទេសគេក៏ខ្លាចសមោលដែរអំពើអាក្រក់របស់លោកឯងមកលងលោកឯងរាល់យប់រាល់ថ្ងៃរាល់វិនាទីល្មមឈប់ទៅល្មមដល់ពេលវេលាដែលឲ្យខ្មែរបានរស់បានសុខហើយចឹងហើយបានថ្ងៃនេះខ្ញុំអំពាវនាវឲ្យគ្រួសារលោកហ៊ុនសែនដាក់រាជទៅដាក់តំណែងចេញទៅបើលោកនៅតែប្រឹងនៅតែតស៊ូថ្ងៃណាមួយលោកស្ដាយក្រោយហើយលោកអត់សល់អីទាំងអស់រលាយទាំងអស់អត់សល់អីទេនេះកុំឲ្យថាខ្ញុំមិនបានប្រាប់កូនខ្មែរនឹងត្រូវតែងើបឡើងកុំថាឡើយមានអ្នកដែលនៅគ្រប់គ្រងលោកឯងគ្រប់គ្រងចុះគ្រប់គ្រងឡើងពួកអ្នកគ្រប់គ្រងលោកឯងនឹងហើយដែលធ្វើកលោកឯងកុំថាលោកឯងរួចខ្លួនណាគេនឹងរកអ្នកថ្មីដើម្បីដាក់ជំនួសលោកឯងព្រោះលោកឯងអ្វីដែលក៏ប្រហើនដាក់គេខ្លះដែរចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងបងប្អូនណា1 ម៉ោងគត់ពីម៉ោង 10 កន្លះរហូតមកដល់ម៉ោង 11:28 នាទីបាទគឺ1 ម៉ោងគត់ពីចិត្តខិនស្ត្រីម្នាក់នឹងកាលមកដល់ញូហ្សេឡង់ដំបូងបានវត្តជួយឲ្យរស់ចានឆ្នាំងក៏ព្រះសង្ឃឲ្យបែឥឡូវបានការងារធ្វើគ្រាន់បើហើយចូលបក CPP មើលងាយអ្នកជួយត្រឹមត្រូវពួកគណៈបកពួកតកូល CPP នឹងគឺអញ្ចឹងហ្មងល្មើសគុណរហូតហ្មងមានអ្នកខ្លះនឹងក៏អ្នកប្រជាធិបតេយ្យទេគេជួយបានមកដល់នេះនឹងខ្លួនឯងនឹងគិតថាប្រហែលជាកពើទៅដល់កដាលទលេប្រងខំអ្នកចៅទូកតែតាមការពិតខ្លួនឯងជាចចកដល់ខំអ្នកចៅទូកលោតចុះពីលើទូកវាលងទឹកដល់ឲ្យលងទឹកស្រែកថាអ្នកចៅទូកនឹងយកមកហើយមកបោះអ្នកឯងចោលកដាលទលេតាមការពិតអ្នកឯងជាចចកតែអ្នកឯងស្មានតែអ្នកឯងកពើមកដល់កដាលទលេចង់ខំអ្នកចៅទូកដល់លោតចុះទឹកវាលងទឹកហើយមកស្រែកថាគេនឹងបោះអ្នកឯងចោលកដាលទលេអញ្ចឹងអីហ្នឹងវាមានន័យថាម៉េចអញ្ចឹងអ្នកដែលងាកតែទៅរក CPP ហ្នឹងគឺប្រើចេញមកគឺខុសក្បួនអញ្ចឹងបងយូកុំអីអញ្ចឹងទៅណាល្មមឈប់ទៅល្មមដូរអារបត់ថ្លៃនឹងចេញទៅងឿនវិតបាទយើងគិតថាអាចយកដីពីចៅសៀមបានមកវិញទេលោកពូយើងស្ដាយទឹកដីដូនតាយើងណាស់យើងនឹងយកបាន 100% នៅពេលដែលរបបលោកហ៊ុនសែននឹងបាត់បង់ពីទឹកដីខ្មែរមូលហេតុអីដែលខ្ញុំថាអញ្ចឹងបងប្អូនមើលណាងឿនវិតមើលទៅបើខ្មែរបាត់ដីទៅហើយលោកហ៊ុនសែនបដ ாய் ឲ្យគេយកហើយគាត់អត់ប្តឹងគេផងនឹងថាតើឲ្យបានទឹកដីមកវិញដោយវិធីណាអញ្ចឹងមានតែរដ្ឋាភិបាលថ្មីទេដែលមិនប្រឆាំងមិនសត្រូវជាមួយថៃហើយដឹកនាំប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសយកមកប្រើពេលនឹងគឺចប់សពគ្រប់ទឹកដីខ្មែរត្រូវត្រឡប់មកវិញពួកកិច្ចព្រមព្រៀងទីក្រុងប៉ារីសមានអ្នកណាសញ្ញេនៅនឹងថៃក៏សញ្ញេយួនក៏សញ្ញេឡាវក៏សញ្ញេមហាអំណាចទាំង5សញ្ញេបូកសរុបទៅប្រទេស21ដែលសញ្ញេនៅលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសយល់ទេអញ្ចឹងបើរបបលោកហ៊ុនសែននៅគាត់អត់ហ៊ានប្តឹងគេទេកាលណាប្តឹងគេវាតាក់ទងជាមួយនឹងរបបខ្លួនឯងនឹងវាដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យផងហើយបើគេសួរថាអ្នកឯងដឹកនាំប្រជាធិបតេយ្យឯនៅតែមួយម៉ាត់ប៉ុណ្្នឹងគឺលោកហ៊ុនសែនឆ្លើយជាមួយគេអត់រួចទេ
ហើយមួយទៀតគេសួរថាឥឡូវប៉ណ្ណឹងគេខាងលិចចុះខាងកើតឮថាបាត់ដែរមិនបានណែប៉ណ្ណឹងអានឹងក៏ហ៊ុនសែននិយាយអត់ចេញដែរបងប្អូនអញ្ចឹងហើយបានន័យថារបបលោកហ៊ុនសែនកាលណានៅខ្មែរបាត់ដីបន្ថែមទៀតមិនមែនបាត់តែប៉ុណ្្នឹងទេបាត់តទៅទៀតវណ្ណរិទ្ធម៉ៅមកមេដឹកនាំស្រុកខ្មែរជាមេក្មេងទំនើងត្រឹមត្រូវបើគាត់ចង់យកក្មេងទំនើងយកមកធ្វើបញ្ជាការពារហើយមានន័យថាការពារប្រជាពលរដ្ឋស្មើនឹងការពាររដ្ឋាភិបាលដែរអញ្ចឹងយកក្មេងទំនើងយ៉ាងហោចណាស់ក៏យកគាត់ទៅដាក់នៅកន្លែងអប់រំឲ្យគាត់កែប្រែឲ្យគាត់កែប្រែដែលមើលឃើញគ្រូដែលនៅទីនឹងមើលថាគាត់ពិតជាកែប្រែ 100% ហើយអានឹងអាចយកគាត់យកទៅធ្វើការបានមិនមែនថាគាត់ទៅចូលកន្លែងកែប្រែឲ្យគាត់មិនអាចធ្វើមន្ត្រីរាជការបានណាគាត់បានក៏ប៉ុន្តែកែប្រែគាត់សិនឲ្យគាត់ជាមនុស្សដែលស្អាតស្អំល្អពិតប្រាកដសិនមិនមែនយកក្មេងទំនើងដែលគាត់កំពុងតែទំនើងកំពុងតែកាប់ចាក់ហើយយកទៅឲ្យគាត់ការពារប្រជាជនស្មើនឹងយកទៅឲ្យគាត់មានទៅខឹងប្រជាជនបន្តិចតួចគាត់ប្រើអំពើហិង្សាហ្នឹងមិនគ្រោះថ្នាក់ដល់ប្រជាជនងាប់ហើយមុំចម្រើនសារិទ្ធបាទចុះរដ្ឋាភិបាលឯករាជ្យ$23នោះមិនហើយថាប្តឹងរឿងនឹងមិនរឿងនឹងមិនហើយយើងបានប្តឹង$23បានប្តឹងទៅតុលាការ ICC ទី1តុលាការ ICC ពេលដែលយើងប្តឹងមិនមែនប្តឹងតែថៃមកមុខទេគឺយើងប្តឹងទាំងថៃប្តឹងទាំងរបបលោកហ៊ុនសែនរបបលោកហ៊ុនសែនតុលាការ ICC តាក់ទងនឹងការសម្លាប់បណ្ឌិតកែមលីតាក់ទងនឹងការសម្លាប់មនុស្សក្រៅប្រព័ន្ធតាក់ទងជាមួយនឹងសង្គ្រាមពេលសង្គ្រាមមកប្រាវនេះគាត់ដឹងឧក្រិដ្ឋកម្មអនឡាញនៅម្ដុំណាថៃគេនឹងទៅទម្លាក់កន្លែងឧក្រិដ្ឋកម្មអនឡាញពេលដែលលោកហ៊ុនសែនដឹងថាកន្លែងនឹងមានឧក្រិដ្ឋកម្មអនឡាញរឿងអីមិនឲ្យជំលះឧក្រិដ្ឋកម្មអនឡាញឧក្រិដ្ឋកម្មអនឡាញក៏ជាមនុស្សដែរវាមានមនុស្សដែលគាត់ធ្វើរឿងពិតប្រាកដមនុស្សដែលរងគ្រោះត្រូវចាញ់បោកឧក្រិដ្ឋកម្មអនឡាញយកមកធ្វើបាបនៅទីហ្នឹងរឿងអីបដ ாய் ឲ្យថៃទម្លាក់គ្រាប់បែកសម្លាប់មនុស្សដោយមិនដឹងខ្លួនចឹងអានឹងក៏ពាក់ព័ន្ធជារឿងឧក្រិដ្ឋកម្មមនុស្សជាតិដែរចឹងហើយបានរដ្ឋាភិបាល$23ប្តឹងទៅតុលាការ ICC តាក់ទងរឿងហ្នឹងរីឯតុលាការ ICJ តាក់ទងនឹងព្រំប្រទល់ក៏រដ្ឋាភិបាលឯករាជ្យ$23នឹងប្តឹងរឿងហ្នឹងទៅតុលាការ ICJ ដែរតែយើងកំពុងធ្វើតាមនីតិវិធីរបស់ច្បាប់ថាតើយើងត្រូវបំពេញអីដើម្បីឲ្យស្របច្បាប់ព្រោះយើងរដ្ឋាភិបាលក្រៅប្រទេសមិនមែនរដ្ឋាភិបាលក្នុងប្រទេសអញ្ចឹងយើងត្រូវបំលែងយ៉ាងម៉េចដើម្បីឲ្យស្របជាមួយនឹងតុលាការដែលគេត្រូវលក្ខន្តិកៈស្អីខ្លះដែលគេត្រូវអញ្ចឹងយើងធ្វើតាមនីតិវិធីមិនមែនចេះតែធ្វើលុបផ្លោតយកទៅដាក់ភ្លាមទេអញ្ចឹងហើយបានយើងនៅតែអំពាវនាវទោះបីរដ្ឋាភិបាលក្រៅប្រទេសយើងនឹងរៀបចំទៅប្តឹងនៅតុលាការ ICJ ក៏ដោយក៏យើងនៅតែអំពាវនាវឲ្យលោកហ៊ុនម៉ាណែតលោកហ៊ុនសែននឹងប្តឹងទៅតុលាការ ICJ ផងដែរដើម្បីឲ្យមានទម្ងន់ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរយើងទទួលបានទឹកដីកម្ពុជាត្រឡប់មកវិញតែលោកហ៊ុនសែនមិនធ្វើស្មើនឹងលោកហ៊ុនសែនក្បត់ជាតិពូជគ្រួសារតកូលហ៊ុនក្បត់ជាតិដែលមិនព្រមប្តឹងពីតុលាការ ICJ នេះអានឹងបងប្អូនយល់អ្នកខ្លះនិយាយថាអូមិនបានណែរដ្ឋាភិបាលក្រៅប្រទេសប្តឹងហើយចាំបាច់ជំរុញឲ្យរដ្ឋាភិបាលក្នុងប្រទេសប្តឹងធ្វើអីខ្លះខ្លួនឯងជារដ្ឋាភិបាលដែលស្រែកថាខ្លួនឯងស្របច្បាប់ហើយបើខ្លួនឯងស្របច្បាប់ហើយវាងាយសម្រាប់ដែលប្តឹងទៅតុលាការ ICJ 100%ឬមួយក៏ស្រាវជ្រាវសាររើកិច្ចព្រមព្រៀងទីក្រុងប៉ារីសយកមកប្រើព្រោះថៃគេច្រានចោលតុលាការ ICJ ដែលគេមិនចូលរួមជាមួយក៏ប៉ុន្តែបើយើងគិតថាថៃមិនព្រមចូលរួមតុលាការ ICJ ទេយើងប្តឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៅយើងមានខ្សែកថាមួយដ៏ធំមាំរឹងសម្រាប់ប្រជាពលរដ្ឋខ្មែររឿងអីយើងអត់ធ្វើមានន័យថាយើងចូលរួមបំផ្លាញជាតិបញ្ហាហ្នឹងនេះហ៊ុនគឺគាត់ភ័យណាស់ណាអញ្ចឹងផ្លូវតែមួយដើម្បីឲ្យលោកដេកលក់ស្រួលយកលុយរាប់រយលានយកមកសោយសុខនៅប្រទេសក្រៅទៅលាចុះពីតំណែងទៅពិភាក្សាតាក់ទងមកលោកប្រធានសំរងស៊ីផ្ទាល់អត់អាចឆ្លងតាមខ្ញុំអត់អាចឆ្លងតាមអ្នកណាទេទូរស័ព្ទមានលោកហ៊ុនម៉ាណែតក៏មានទូរស័ព្ទលោកប្រធានសំរងស៊ីដែលតាក់ទងផ្ទាល់ទៅគាត់និយាយជាមួយគាត់ណាខ្ញុំជឿថាលោកប្រធានសំរងស៊ីអត់រឿងអើងទេបើលោកតាក់ទងទៅណាយើងមើលលោកដឹកនាំប្រទេសគ្មានផ្លូវទៅមុខទេសូម្បីតែក្រសួងមហាផ្ទៃលោកសសុខាអសមត្ថភាពអីខ្លះបងប្អូនសុកមិនសុកឥឡូវហ្នឹងប្រមូលចាប់យុវជនទំនើបអស់ច្រកណាអស់ច្រកមានន័យថាបើលោកមានច្រកការពារសន្តិសុខជូនរាជលោកអត់ប្រកាសថាយកក្មេងទំនើងយកមកធ្វើបញ្ជាការពារទេ
យកមកចូលនគរបាលទេអាក្រក់ពេកហើយនៅពេលដែលលោកឆ្លើយលោកនិយាយពាក្យហ្នឹងអាក្រក់ជួជាតិពេកហើយអសមត្ថភាពអន់ពេកហើយអានឹងហើយដែលខ្ញុំថាចុះពីតំណែងទៅគំនៅវាអន់ពេកក្មេងទំនើងយកទៅធ្វើមន្ត្រីរាជការនគរបាលក៏ដោយណាកងការពារភូមិឃុំក៏ដោយក៏សិក្សាតែជាមន្ត្រីរាជការហើយមន្ត្រីរាជការបើយើងនិយាយឲ្យត្រឹមត្រូវមុននឹងបានចូលធ្វើមន្ត្រីរាជការតលទី1មានសមត្ថភាពបានរៀនសូត្រត្រឹមត្រូវទី2ប្រវត្តិនៃការរស់នៅចិញ្ចឹមជីវិតត្រឹមត្រូវមិនមានលក្ខណៈអាក្រក់មិនមានលក្ខណៈជាប់គុកនេះជនក្មេងអាវ៉ាសែខ្ញុំអត់រឿងអើងទេណាបើយកពួកគាត់យកទៅអប់រំយកទៅកែប្រែឲ្យគាត់កែប្រែរួចហើយមើលថាគាត់ល្អហើយអានឹងសម្រឹសពួកគាត់ដែលចេញពីមន្ទីរកែប្រែយកទៅកសាងយកទៅអនុវត្តឲ្យគាត់ធ្វើទាហានធ្វើនគរបាលអានឹងវាសមតែនេះយកក្មេងទំនើងយកមកធ្វើបញ្ជាការពារណានិយាយពាក្យហ្នឹងទី1អសមត្ថភាពនៃរដ្ឋាភិបាលមិនអាចទប់ស្កាត់ជាមួយនឹងក្មេងទំនើងសូម្បីតែក្មេងទំនើងលោកការពារអត់បានផងហ្នឹងអញ្ចឹងមានសមត្ថភាពអីទៅការពារទឹកដីការពារជាតិអត់មានទេទី2ណាអញ្ចឹងក្មេងដែលកើតឡើងមកមិនបាច់ធ្វើល្អទេធ្វើក្មេងទំនើងទៅអាចរកការងារបានធ្វើស្រួលគឺយ៉ាងហោចណាស់ក៏ធ្វើបញ្ជាការពារភូមិឃុំដែរណានេះជាគំរូអាក្រក់មួយដែលលោកកំពុងតែបណ្ដុះឲ្យកូនខ្មែរនឹងកាន់តែអាក្រក់ទៅកាន់តែចង្អេងចង្អាងកាន់តែកាប់សម្លាប់ចាក់ការធ្វើបាបខ្មែរនៅក្នុងស្រុកទីអស់នេះជាគោលដៅបំផ្លាញជាតិបំផ្លាញទឹកដីគោលដៅនេះជាគោលដៅហើយបងប្អូនមើលសូម្បីតែលោកហ៊ុនសែនដែលគាត់បានអនុញ្ញាតឲ្យអ្នកបើកបរម៉ូតូដែលក្រោមពី125គឺមិនបាច់យក license គោលបំណងសម្រាប់ខ្មែរតាមសន្តិវិធីគ្រោះថ្នាក់ចរាចរណ៍នេះឯងបើសិនជាគាត់មិនឲ្យធ្វើ license តែគាត់យ៉ាងហោចអ្នកណាមានយានជំនិះត្រូវតែចូលរៀនតាមភូមិតាមឃុំឲ្យមានកដាស់ស្នាមមួយដែរដោយមិនគាត់បបាក់បងលុយរៀនសៅរ៍អាទិត្យក៏បានរៀនមួយអាទិត្យ2 3ថ្ងៃក៏បានឲ្យគាត់រៀន2 3ថ្ងៃទៅដើម្បីឲ្យគាត់ចេះក្មេងដែលអាយុ3 10 4 10ម៉ែឪមានលុយទិញម៉ូតូមកគាត់សញ្ញោឆ្វេងគាត់បត់ស្ដាំពេលដែលឡានទៅបុកគាត់មិនមែនគ្រោះថ្នាក់ស្លាប់តែគាត់ឯណាវាគ្រោះថ្នាក់ស្លាប់អ្នកឡានទៀតវាគ្រោះថ្នាក់អ្នកជិះម៉ូតូអ្នកជិះកង់ដែលប៉ះពាល់ជាមួយគាត់នេះជាគោលដៅដែលសម្លាប់ខ្មែរដោយសន្តិវិធីណាឥឡូវមកដល់លោកហ៊ុនម៉ាណែតលោកហ៊ុនម៉ាណែតឲ្យណាលោកសសុខាចេញដើម្បីប្រកាសឲ្យក្មេងទំនើងចូលបញ្ជាការពារភូមិឃុំនិងចូលនគរបាលនេះជាគោលដៅដើម្បីរុញកូនខ្មែរឲ្យកាន់តែប្រហើនឲ្យកាន់តែអាក្រក់កាន់តែខ្លាំងសិតតែល្បិចរបស់គេបងប្អូនចឹងអស់លោកដឹកនាំប្រទេសបែបហ្នឹងល្មមចុះចេញទៅណាល្មមចុះចេញទៅខ្លាចសមោលសំបីតែប្រធានាធិបតីអាមេរិកអត់ហ៊ានឲ្យគេនិយាយថាស្លាប់ចុះបើវាស្លាប់មែនពិភពលោកគេផ្សាយទូទាំងពិភពលោកហើយលោកនៅខ្លាចសមោលបែបហ្នឹងលោកគេងលក់ស្រួលដែរលោកសម្រានលក់ស្រួលដែរវាអត់អញ្ចឹងដល់ពេលលោកល្មមដែលចុះហើយដើម្បីឲ្យលោកមុននឹងលាចាកលោកនេះទៅឲ្យលោកគេងបានស្ងប់គេងបានសុខស្រួលណាកីឡារិទ្ធជារៀងរាល់ថ្ងៃចៃដន្យអ្វីម្លេះផ្អើលពេញប្រទេសមានរឿងហូហែប្រព្រឹត្តព្រឹត្តិការណ៍ធំសម្ដេចបាវ៉ែធ្វើឲ្យកូនខ្មែរវង្វេងវង្វាន់ត្រឹមត្រូវបងកំណាប់បងល្អមែនតើបាទអាកូនដូចឪទៅដល់អាមេរិកសម្ដីចរិតរឹកពៀដូចលាពេលនៅក្នុងស្រុកបុករុកគ្រប់គ្នាមិនខុសសัตว์ខ្លាឆ្លេឆ្លារកសាច់ខ្ញុំមើលហ៊ុនម៉ាណែតដែលគាត់រៀននៅខ្ញុំមិនឌីលទេណាដែលគាត់រៀននៅ West Point មិនដឹងគាត់រៀនយ៉ាងម៉េចទេបងប្អូនដូចអត់មានបានយកអាចំណេះដឹងនឹងយកមកប្រើដឹកនាំប្រទេសអត់យកតាចំណេះដែលដើរតាមក្រោយឪនឹងយកមកដឹកនាំសុគន្ធាបាទទៅឲ្យឆាប់ទៅបាទខ្ញុំដែលចង់យកមកនេះចង់យកដើម្បីឲ្យរួចពីប្រទេសខ្មែរ
ទោះបីគាត់មកសោយសុកនៅទីនោះក៏ដោយក៏តែខ្មែរខ្ញុំបានសុកអានឹងបានហើយបើមកប្រទេសញូហ្សេឡង់តែធ្វើខុសច្បាប់គុកឯណាបាទបងខានីបាទជាពិសេសក្មេងទំនើងអត់មានចំណេះបាទត្រឹមត្រូវក្មេងទំនើងអត់មានចំណេះឲ្យគាត់ប្រកាសឲ្យទៅចូលវិជាការពារចូលអង្គបាលអញ្ចឹងហើយបានគាត់នេះសិតតែជាល្បិចរបស់គេដែលឲ្យខ្មែរអត់មានចំណេះខ្មែរបាត់បង់យើងមើលតែហេងសួរណាកូនយួនដែលជារដ្ឋមន្ត្រីធ្វើក្រសួងការងារហ្នឹងណាគេរុញខ្មែរកូនខ្មែរយើងមិនបាច់រៀនអីច្រើនទេទៅរៀនធ្វើនំទៅរៀនធ្វើសំណង់ទៅឃើញទេបើកូនយួនរបស់គេគឺគេរុញឲ្យរៀនបរិញ្ញាគេរុញឲ្យរៀន Master Degree PhD ដើម្បីអីចូលក្នុងរដ្ឋាភិបាលដើម្បីដឹកនាំធ្វើបាបខ្មែរតែកូនខ្មែរគេថាមិនបាច់រៀនអីទេណាទៅធ្វើសំណង់ទៅរៀនដាំចេកលោកឯងលោកល្បិចលោកឯងហ្នឹងណាបោកបានតែសម្ដីដែលលោកឯងបោកអីប្រជារាស្ត្រគេអត់មានថាប្រជារាស្ត្រមិនដឹងទេគេដឹងទាំងអស់ហ្នឹងពុធីយកក្មេងទំនើងធ្វើជាមន្ត្រីតើក្មេងល្អដឹងរៀនសូត្រឲ្យពួកគាត់ទៅធ្វើអីត្រឹមត្រូវទៅស៊ីឈ្នួលនៅប្រទេសថៃនេះជាល្បិចរបស់គេបាទសេងសំណាងបាទកងឆ្លប់លួចស្ដាប់ក្រោមផ្ទះត្រឹមត្រូវកងឆ្លប់សម័យប៉ុលពតមិនដឹងថាសំណាងដឹងឬមួយក៏អត់ទេលោកអើយយប់ឡើងផ្ទះខ្ញុំស្មានតែខ្លាស្មានតែសัตว์ដែលវារត់ចូលមកប្រាប់ស្លឹកឈើណាតាមកាពិតបលឹមឡើងទៅមើលសិតតដានស្បែកជើងកកឡានទាំងអស់ឆ្លប់វាមកយកការបងប្អូនអើយមកយប់យើងគេងទៅគឺថាឆ្លប់វាមកស្ដាប់វាមកអូសពបែបសពយ៉ាងយកអ្នកញៀនថ្នាំយកមកធ្វើបញ្ជាការពារឬមួយក៏ប៉ូលីសបង្ក្រាបពលរដ្ឋមិនមែនការពារជាតិទេលោកបាទត្រឹមត្រូវយើងឃើញប៉ូលីសឥឡូវថ្មីយើងឃើញជាការពារវាយស្ត្រីមួយនៅក្នុងប្រព័ន្ធ Facebook នោះបងប្អូនឃើញហើយយកគ្រាប់បែកយកអាយកុំយកអីមកគម្រាមគេអានឹងហើយដែលរបបហ៊ុនម៉ាណែតរបបលោកហ៊ុនសែនគាត់ចង់ឲ្យគេធ្វើបែបហ្នឹងដើម្បីបំផ្លាញខ្មែរនោះផែនការសម្រាប់យុវជនត្រឹមត្រូវបងណាអានឹងគឺជាបំផ្លាញឧត្តមគតិរបស់យុវជនដែលតស៊ូខិតខំរៀនអត់មានការងាររត់ទៅស៊ីឈ្នួលនៅប្រទេសថៃអញ្ចឹងធ្វើឲ្យយុវជនខ្មែរយើងបាក់ទឹកចិត្តអស់បាក់ទឹកចិត្តនឹងហើយដែលធ្វើឲ្យគាត់លែងប្រឹងក្នុងការសិក្សាទាំងអស់កូនរបស់គេគឺគេបានតួនាទីគេបានសពបែបសពយ៉ាងបាទអ៊ូកូយីគូបាទទឹកដីកាន់តែបាត់បង់ខាងលិចខាងកើតរបបអាពីលប្រឹងបង្កើតរឿងបំពុលព័ត៌មានលុបបំបត្តិការពិតប្រឌិតរឿងចោតចាប់សម្លាប់តែខ្មែរបំរើយួនឈួតលប់អំណាចបកពួកវាត្រឹមត្រូវទូកីឡាខ្មែរចុះហត្ថលេខាតាមបញ្ជាថៃអស់ភ្នំអស់ព្រៃអស់ដីមិនខ្វល់ហាមមិនឲ្យសួរមិនឲ្យខ្មែរឆ្ងល់ហាមជីកឬគល់ពឹសពុលគ្រប់រឿងបាទអរគុណមែនតើបាទកំណាប់បងមានន័យមែនតើបាទបងប្អូនយើងអាចក្រោយពីចប់នេះហើយក៏ប្រមូលកំណាប់នឹងដាក់ម្ដុំទៅតែងជាកំណាប់កែបន្តិចបន្តួចមានពាក្យខ្លះផុតការស្គមឆ្កងបន្តិចបន្តួចហ្នឹងក៏កែបន្ថែមទៅយើងយកកំណាប់ហ្នឹងចែកជូនបងប្អូនយើងជាសម្ដាប់ល្អដែរបងបាទចម្រើនសុភេនបាទតាមតែឪមិនយកចំណេះមកប្រើទេត្រឹមត្រូវគាត់អត់មានបានប្រើយកចំណេះអីគាត់មកប្រើផងហ្នឹងបុណ្យហៈតកូលហ៊ុនសែនភ័យ